Hello ជំរាបសួរអូខេថ្ងៃនេះយើងនឹងចូលពាក្យថ្មីមួយទៀតគឺ clear នេះគឺ dog me អូខេ dog me ដូចជាខ្លាយតិចអញ្ចឹង dog me នេះយើងចូលទៅអត្ថន័យរបស់ពាក្យនេះហើយនឹងពាក្យ clear ពាក្យ dog អូខេ អូខេ dog គឺជា noun ហើយជា countable noun គឺជានាមរាប់បានអូខេdog គឺមានន័យថា an animal with four legs and a tail often kept as a pet or trained for work ចឹងមានន័យថាវាជាសត្វជើង4ហើយវាមានកន្ទុយជារឿយៗគេចាត់ទុកគេរក្សាវាជាសត្វចិញ្ចឹមនៅផ្ទះហើយផ្ទះខ្ញុំក៏មានដែរហើយសម្រាប់ការងារប៉ូលីសឬក៏ការងារស៊ើបអង្កេតឬក៏ការងារពេលខ្លះនៅក្នុងសង្គ្រាមផងគឺ dog គឺត្រូវបានគេ train for work មានន័យជាសត្វដែលគេហ្វឹកហាត់សម្រាប់ឲ្យធ្វើការផងដែរអូខេយើងដឹងហើយគឺ dog នេះប្រែថាអញ្ចឹង example I take the dog for a walk yes I take the dog for a walk អូខេយើងបន្តទៅទៀត dog ទី2នេះគឺមានន័យថាជាកិរិយាសព្ទវាជាដើរតួនាទីជាកិរិយាសព្ទចឹងជាទូទៅdog យើងច្រើនប្រើតែជា noun ទេហើយ dog ហ្នឹងខ្ញុំយក3របស់មកគឺ dog ជា noun dog ជា verb ហើយជា verb មួយទៀតហើយពេលនេះវា often passive មានន័យថាប្រើច្រើននៅក្នុងប្រយោគ passive ហើយនិយាយអំពី of a problem or bad luck និយាយពីបញ្ហាឬក៏ការដែលសំណាងមិនល្អអីជាដើមអញ្ចឹងនៅក្នុងនេះគឺមាន clear នេះគឺដែលគេរៀបចំមកជា sentence បែបនេះគឺ be dogged by something អូខេចង់ដឹងថាអត្ថន័យ be dogged by something នេះគឺមានន័យថាម៉េចអញ្ចឹងយើងបន្តទៅ meaning អញ្ចឹង dog ពេលវាជាកិរិយាសព្ទនេះគឺវាមានន័យថា to cause you trouble for a long time yes to cause you trouble for a long time មានន័យថាដែលធ្វើឲ្យអ្នកមានបញ្ហារយៈពេលវែងអញ្ចឹងពាក់ព័ន្ធនឹងបញ្ហាឬក៏ផ្សេងbad luck ឯជាដើម example I have been dogged by a disease all my life yes I have been dogged by a disease all my life មានន័យខ្ញុំបានមានបញ្ហាជាមួយនឹងជំងឺរបស់ខ្ញុំនោះគឺពេញមួយជីវិតតែម្ដងអូខេតទៀត dog ទី3គឺមិនសូវនិយមប្រើទេដូចនៅខាងដើមវីដេអូអញ្ចឹងគឺ dog me អូខេអញ្ចឹង dog ទី3នេះវាជាកិរិយាសព្ទដែរក្នុង clear នេះគឺ dog somebody or dog something អូខេអញ្ចឹងវាមានន័យថាយ៉ាងម៉េច dog ទី3នេះអញ្ចឹង meaning that to follow somebody something or closely អញ្ចឹងវា dog នៅពេលនេះគឺស្មើនឹងពាក្យ follow គ្រាន់តែតាមគំនិតរបស់ខ្ញុំយើងមិនគួរប្រើវាជាផ្លូវការទេដោយសារអីដោយសារឧទាហរណ៍ថានៅក្នុងបណ្ដាញសង្គមអីផ្សេងនេះគេច្រើនពាក្យប្រើពាក្យ follow អញ្ចឹងជាផ្លូវការអញ្ចឹង dog នេះគឺខ្ញុំឲ្យប្រើមិនផ្លូវការទេប្រើក្នុងលក្ខណៈអ្នកចិត្តស្និទ្ធអ្នកធម្មតាអញ្ចឹងឧទាហរណ៍អញ្ចឹងវាន័យថាតាម example dog me closely អញ្ចឹងបើយើងចង់ឲ្យមិត្តភ័ក្តិឬក៏អ្នកណាស្និទ្ធស្នាលអីយើងនិយាយលេងជាមួយគាត់នោះ dog me closely នេះន័យថាឲ្យគាត់តាមខ្ញុំឲ្យគៀកណា dog me closely នេះអូខេឥឡូវយើងនឹងរៀនអំពី related word អញ្ចឹង related word នេះគឺមានពាក្យ dog days អញ្ចឹង dog days គឺ the hottest period of the year នៅលើរយៈពេល
ដែលក្តៅបំផុតប្រចាំឆ្នាំនៅឆ្នាំហ្នឹងគឺមានន័យថាពេលណាដែលក្តៅបំផុតហ្នឹងនៅស្រុកយើងក៏មានដែរ40 41ហ្នឹងគឺជា dog days អូខេបន្តទៀត dog end អញ្ចឹង dog end នេះគឺជា noun ដែរគឺមានន័យថា the end of a cigarette that has been smoked នេះគឺកតុយបារីនេះខ្មែរយើងប្រើថាកតុយបារីនេះដូចនៅក្នុងរូបនេះគឺមានន័យថា dog end អូខេតោះយើងបន្តទៅទៀតពាក្យមួយទៀតដែលយើងសាបឃើញដែរប៉ុន្តែមិនសូវប្រើពាក្យហ្នឹងទេដូចជាពាក្យ doggy bag អញ្ចឹង doggy bag យើងអាចសេ doggy បែបនេះក៏បានសេបែបនេះក៏បាន doggy bag គឺអានដូចគ្នាទេអញ្ចឹង doggy bag គឺ a bag for taking home any food that is left after a meal in a restaurant មានថាគឺយើងមានថង់មួយយើងវេចខ្ចប់ទៅហ្នឹងដាក់អាហារដែលយើងហូបហើយនៅសល់ពីកន្លែងភោជនីយដ្ឋានដែលយើងទៅហូបហ្នឹងហើយគឺគេហៅថា doggy bag បាទ doggy bag អូខេតោះយើងបន្តទៅទៀតអញ្ចឹង idiom ថ្ងៃនេះរបស់យើងគឺ lie a dog អូខេ lie a dog អញ្ចឹង lie នេះគឺមិនមែនថាចូលចិត្តទេ lie នេះគឺជាជា idiom នៅក្នុង lie a dog ទេអូខេទៅឥឡូវយើងទៅមើល meaning របស់វាអូខេអញ្ចឹងអ្នកនរគ្នាអាចទៅ follow ទៅ subscribe YouTube channel របស់ខ្ញុំដែលមានឈ្មោះដូចនេះបាទដូចនេះអូខេឥឡូវយើងមាន meaning lie a dog អញ្ចឹង lie a dog មានន័យថា extremely hard យើងសំដៅទៅលើការងារឬការសិក្សាអីហ្នឹង hard ហ្នឹងមានន័យថាប្រឹងប្រែងខិតខំមកជាដើមបាទមានន័យថាខិតខំប្រឹងប្រែងនេះគឺ lie a dog example I've been working like a dog recently I've been working like a dog recently មែនទេថ្មីនេះខ្ញុំបានកំពុងតែខិតខំឬក៏ប្រឹងប្រែងធ្វើការណា lie a dog ហ្នឹងអូខេតោះទៀតចឹង idiom ទី2គឺ lie a dog ដែរប៉ុន្តែខ្ញុំបន្ថែមពី lie a dog with a bone ចឹង lie a dog with a bone នេះមានន័យថាដូចម្ដេចចឹងជា informal ទេមានន័យថា very determined and refusing to give up អញ្ចឹង lie a dog with a bone នេះគឺមានន័យថាតស៊ូស្វិតស្វាញបាទគឺមានថាតស៊ូស្វិតស្វាញណាគឺមិនបោះបង់មិនមែនមិនងាយ give up ទេចឹង example I try to study like a dog with a bone ចឹង I try to study like a dog with a bone មានន័យថាខ្ញុំព្យាយាមតស៊ូរៀនសូត្រយ៉ាងស្វិតស្វាញជាដើមអូខេOkay, thank you for your watching, for your subscribe and follow me on Facebook, on YouTube and on TikTok. Yes, thank you very much.